គ្រាន់តែកំដរខ្ញុំយំខ្ញុំនឹងឲ្យលោក50000តើឲ្យខ្ញុំបើលោកមិនចង់មកលុយទេមែនទេមិនទៅទេបើសិនជាតិចពេកសម្រាប់លោកអាចនិយាយបានថាតើលោកចង់បានប៉ុន្មានឲ្យពួកគេទាំងពីរទៅខ្ញុំគេចង់បានទៅលោកបានតើ100,000ខ្ញុំឲ្យពួកឯងទាំងពីរឲ្យខ្ញុំខ្ញុំឲ្យឈើនេះតឯងមិនត្រូវការទេមនុស្សឈួតបានលុយឲ្យមិនចេះចាយទៀតដល់កៅលោកចេញទៅវាគឺតម្លៃផ្សេងទៀតខ្ញុំគ្រាន់តែចង់ដល់កៅក្រិចលោកចេញហើយដល់ថ្មីតែប៉ុណ្ណោះតើលោកគិតអីហ្នឹងបើអញ្ចឹងទៅជួបដល់ម៉ាក់ខ្ញុំយ៉ាងម៉េចទៅឯងពិតជាចង់នាំអ្នកសុំទានម្នាក់នេះទៅជួបម៉ាក់របស់ឯងប៉ុណ្ណឹងអ្នកសុំទានទៅវាយ៉ាងម៉េចទៅបើសិនបើប៉ាម៉ាក់របស់ខ្ញុំដើម្បីទៅលុយឲ្យខ្ញុំរៀបការជាមួយនឹងអាប្រុសម្នាក់នោះអញ្ចឹងខ្ញុំសុខចិត្តភ្ជាប់ពាក្យជាមួយអ្នកសុំទានវិញល្អជាងថ្លៃជួបផ្ទះនៅខែនេះតើអ្នកនាងពេលណាទៅបងឲ្យខ្ញុំកាលពីថ្ងៃមុនខ្ញុំទៅបងលុយឡងទៅអាគីរបស់ខ្ញុំនេះគឺនៅចំកណ្ដាលទីក្រុងឡើងថ្លៃប្រហែលក៏មានគឺជួលដែរបើអ្នកនាងជួបមិនបានទេចេញពីទីនេះទៅក៏ប៉ុន្តែខែនេះលោកបានមកទានលុយខ្ញុំ3ដងហើយប្រាក់ខែរបស់ខ្ញុំក៏មិនគ្រប់សម្រាប់បងទៀតដែរតើលោកអាចពិចារណាម្ដងទៀតបានទេមិនលើកលែងមិនបានទេក៏មកតាឲ្យតែអ្នកនាងទៅជាមួយខ្ញុំនឹងឲ្យអ្នកនាងនៅទីនេះដល់មិនគិតថ្លៃយ៉ាងម៉េចដែរអេលោកចុះប្រសិនបើប្រពន្ធរបស់លោកនឹងតើគិតយ៉ាងម៉េចលោកប្រធានខ្ញុំមុននឹងគឺច្រឡំទេមិនឡើងទៀតទេខ្ញុំមិនរំខានអ្នកទាំងអស់គ្នាទៀតទេទ្វារនៅខាងមុខអូហេតុអីក៏លោកស្គាល់គេប្រពន្ធរបស់គេគឺចំណិតរបស់ខ្ញុំប្រពន្ធរបស់គេគឺកាច់ណាស់មិននឹកស្មានថាលោកក៏មានប្រយោជន៍អញ្ចឹងសោះពេលដែលលោកស្លៀកពាក់អញ្ចឹងទៅក៏សង្ហាដែរទៅនាងគឺចង់និយាយថាអាគិននេះទាំងមូលគឺជាផ្ទះរបស់នាងត្រូវហើយនាងមានលុយអញ្ចឹងអ្នកដែលតាមស្រឡាញ់នាងគឺមានច្រើនហើយហើយដើម្បីបានជំនាញចំណាយលុយឲ្យខ្ញុំសម្ដែងធ្វើចំណិតប្រុសរបស់នាងស្នេហាដែលរៀបការគ្មានការស្រឡាញ់មានតែទ្រព្យសម្បត្តិប្រៀបដូចជាក្របសាច់អញ្ចឹងក៏ប៉ុន្តែការរៀបការគឺប្រៀបដូចជាការដកដូរចំនួនអញ្ចឹងគឺដើម្បីតែផលប្រយោជន៍ក្តីស្រឡាញ់គឺមិនអាចយកមានប្រាក់មកវោបានទេខ្ញុំគ្រាន់តែចង់រៀបការជាមួយមនុស្សដែលស្រឡាញ់ខ្ញុំតែប៉ុណ្ណោះនាងទៅមុនទៅខ្ញុំจะទិញកាដូជូនលោកពូអ្នកមីងអញ្ចឹងនាងទៅមុនទៅមិនបានជាលោកនៅទីនេះអាយ៉ាកូនស្រីមិនបានជាអញនិយាយអញ្ចឹងគេគឺជាអនាគតប្តីរបស់ឯងណាគឺជាប្រធានក្រុមហ៊ុនស៊ូយ៉ុងម៉ាខ្ញុំមានមកប្រុសហើយខ្ញុំមិនអាចរៀបការជាមួយគេបានទេលោកប៉ាមកខ្វល់តែឯងមានប្រុសតាំងពីពេលណាទេឥឡូវនេះឯងទៅបាយពីគេអាយ៉ាឈិនឯងយកការបន្តិចទៅគ្រួសារពួកយើងគឺពឹងទៅលើឯងហើយណាក្រុមហ៊ុនស៊ូយ៉ាងហ្នឹងគេនឹងព្រមសហការជាមួយពួកយើងប្រសិនបើឯងរៀបការជាមួយគេដើម្បីទៅលុយអ្នកទាំងពីរហ៊ានលះបង់ក្តីសុខពេញមួយជីវិតរបស់កូនស្រីខ្លួនឯងអញ្ចឹងមែនទេដើម្បីទៅលុយវិញយ៉ាងម៉េចមាត់ប្រុសសុំទានរបស់ឯងគេក៏ដើម្បីទៅលុយដែរទើបគេស្រឡាញ់គ្នាជាមួយឯងលោកពូសុំលោកពូកំខឹងអីចាំខ្ញុំនិយាយជាមួយឈៀនមិនចង់រៀបការក៏ត្រូវតែរៀបការដែរបើមិនអញ្ចឹងទេខ្ញុំមិនលើកលែងគ្រួសាររបស់នាងទេអ្នកស្រីលោកម្ចាស់នេះគឺជាកាដូដែលមាត់ប្រុសរបស់នាងទិញជូនអ្នកទាំងពីរអាម៉ាសេម្នាក់នេះយកដុំឈើជូនលោកពូអ្នកនេះខ្ញុំគិតថានាងគួរតែមកជាមួយខ្ញុំវិញទៅកុំប៉ះមាត់ស្រីរបស់ខ្ញុំតែអញគឺជានរណាគេលោកប្រធានវ៉ាន់តាមមកទៅលោកគឺជាប្រុសរបស់ឈៀនយកច្រឡំទេគឺជាការយកច្រឡំទេគាត់គឺជាម្ចាស់ក្រុមហ៊ុនវ៉ាន់គ្រប់ដែលមានតម្លៃរាប់សិបលានដុល្លារឯណោះមើលទៅអ្នកប្រុសស៊ូដូចជាមើលសារក្រុមហ៊ុនវ៉ាន់គ្រប់ដកខ្ញុំពេកហើយពីពេលនេះទៅខ្ញុំលោកកិច្ចសហការទាំងអស់ជាមួយលោកខ្ញុំចង់ដឹងថាតើក្រុមហ៊ុនរបស់លោកអាចចូលជើងយើងប៉ុណ្ណាទៀតលោកប្រធានវ៉ាន់មិនមែនទេដុំឈើដែលលោកជន់មុនហ្នឹងគឺមានអាយុកាលជាង 1000 ឆ្នាំតម្លៃជាង30លានឯណោះសុំសួរថាតើអ្នកប្រុសស៊ូបងលុយសុទ្ធឬក៏បងតាមកាតបងគិតថាអ្នកដែលព្រមស្រឡាញ់បងគឺដើម្បីតែលុយទេក៏ប៉ុន្តែអូនមិនមែនជាមនុស្សអញ្ចឹងទេដូច្នេះបងសង្ឃឹមថាអូនអាចទៅការជាមួយបងតើអូនគិតថាបងជាមនុស្សស័ក្តិសមអត់